បន្លែផលិតសាច់សត្វច្រើនថែមទៀតដើម្បីឆ្លើយតបសេចក្តីត្រូវការរបស់ប្រជាជនកម្ពុជាផងហើយនឹងទេសចរផងបាទមួយឆ្នាំ3 4លានអ្នកមកអញ្ចឹងទៅអ្នកទេសចរអន្តរជាតិមកកម្ពុជាទទួលទានអាហារនៅក្នុងប្រទេសយើងបាទដូច្នេះយើងសង្ឃឹមថាដែលផលិតផលដែលភូមិថ្មីនេះគឺមានន័យថាអញ្ចឹងអាយដាមសុគង្គរដ្ឋលេខាធិការក្រសួងអភិវឌ្ឍជនបទលោកធ្លាប់អញ្ជើញមកផ្ដល់ការសម្ភាសឲ្យស្ថានីយទូរទស្សន៍ CNC អាយដាមក៏ធ្លាប់មានប្រសាសន៍អំពីបទពិសោធន៍ដែលលោកអញ្ជើញទៅកូរ៉េឃើញគេផលិតយ៉ាងម៉េចខ្លះហើយគណៈបដិភូកម្ពុជាយើងកន្លងមកមានធ្លាប់ដឹកនាំដោយអាយដាមយឹមឆៃលីបាទក្រុមប្រឹក្សាស្ដារអភិវឌ្ឍជនបទកម្ពុជាដូច្នេះរឿងដែលសំខាន់បំផុតគឺការអភិវឌ្ឍជនបទបើកាលណាយើងអភិវឌ្ឍប្រជុំជនទីក្រុងហើយភ្លេចជនបទមានបញ្ហាធំបាទចំណុចលោកកូឡាលើកឡើងនេះខ្ញុំបាទគិតឃើញថាវាជារឿងមួយមានសារៈសំខាន់មែនទែនលោកកូឡាបាទព្រោះពីយើងគិតថាប្រទេសកម្ពុជារបស់យើងឃើញថាយើងបានឲ្យតម្លៃថាយើងប្រកាន់យកជាប្រទេសដែលកសិកម្មតែម្ដងបាទដែលជាប៉ុន្តែយើងផ្អែកទៅលើស្រូវកៅស៊ូពោតល្ងអីលក្ខណៈប៉ុន្តែយើងឃើញថាបញ្ហារឿងបន្លែបង្ការហ្នឹងជាបញ្ហាចោតមួយដែលយើងឃើញថាបានខ្វះច្រើនណាស់ដែលយើងចង់ឲ្យក្រសួងកសិកម្មឬក៏អង្គការផ្សេងៗដែលលោកគួរតែមានវិធានការពោលបញ្ហាបន្លែបង្ការដោយលោកកូឡាលើកចឹងមិនគ្រប់តែសម្រាប់សេចក្តីទៅការរបស់ប្រជាពលរដ្ឋទេតែយើងត្រូវការសម្រាប់កណ្ដាលទេសចរដែលអញ្ជើញចូលមកទៀតតែយើងនៅខ្វះខាតដែលយើងមើលឃើញថាភាគច្រើនជាទូទៅហើយចាក់ស្ដែងតែម្ដងគឺថាយើងតែងតែនាំបន្លែបង្ការឬក៏ពេលខ្លះជ្រូកសាច់សត្វអីដទៃគឺមកពីប្រទេសជិតខាងទៅវិញដែលយើងធ្វើឲ្យមានការគេថាការកាត់បងកំណើនសេដ្ឋកិច្ចក៏ដូចជាកម្លាំងផលិតរបស់យើងវាត្រូវបាត់បង់កន្លះបាទមិនត្រូវទុកឲ្យផ្សារដើមគោភ្នំពេញហ្នឹងគឺសាច់សត្វនិងបន្លែមកពីប្រទេសជិតខាងច្រើនជាងដាំខ្លួនឯងទេបាទអ្នកដាំបន្លែសួរថាដាំខ្លួនឯងយ៉ាងម៉េចបើលក់អត់បានថ្លៃបាទដូច្នេះយើងរកវិធីធ្វើម៉េចឲ្យគាត់ដាំទៅវាលក់បានថ្លៃវិធីនោះគឺមានមិនមែនអត់ទេគឺថាបន្តិចម្ដងយើងកាត់បន្ថយការនាំចូលផលិតផលកសិកម្មកាលណាយើងនាំចូលផលិតផលកសិកម្មនឹងវាច្រើនហួសហេតុពេកបាទនយោបាយគាំពៀផលិតផលក្នុងស្រុកគប្បីបានជាការពិចារណារបស់រដ្ឋាភិបាលកម្ពុជាកាលណាយើងបន្លែផ្លែឈើសាច់សត្វនាំចូលពីប្រទេសជិតខាងច្រើនពេកហើយប្រជាពលរដ្ឋសប្តាហ៍ថ្ងៃក៏លោកមានការព្រួយបារម្ភអំពីគឺថាមិនធម្មជាតិបាទវាមានគីមីអីចឹងជាដើមដាក់ដូច្នេះយើងត្រូវធ្វើយ៉ាងណាយើងសង្ឃឹមថាចលនាភូមិថ្មីនេះគឺជួយរឿងនេះហើយរឿងនេះខ្ញុំបានដឹងថាអាយដាមជាសភារដ្ឋមន្ត្រីអភិវឌ្ឍជនបទលោកបានដឹងច្បាស់អំពីកន្លែងហ្នឹងត្រូវធ្វើឲ្យវាលស្រែកម្ពុជានឹងមានស្រូវមានដំណាំថាយើងជិះវៀងគេថាបងប្អូនខ្មែរយើងខ្លះថាចេញពីប្រទេសខ្មែរទៅចូលទៅប្រទេសវៀតណាមឃើញស្រស់បំព្រងបាទឆ្លងដែនទៅចេញពីប្រទេសខ្មែរយើងទៅចូលទៅប្រទេសថៃឃើញស្រស់បំព្រងខៀវងឹតដូច្នេះមិនមែនត្រឹមតែនិយាយទេទាំងអស់គ្នាត្រូវធ្វើនឹងធ្វើយ៉ាងម៉េចគឺថាធ្វើថាឲ្យគាត់ឃើញប្រយោជន៍សិនម្នាក់នៅរាជធានីភ្នំពេញនៅប្រទេសកម្ពុជាឲ្យតែឃើញតែធ្វើអីមានប្រយោជន៍ហ្នឹងគឺថានាំគ្នាធ្វើភ្លាមប៉ុន្តែបញ្ហាមួយយើងកុំចេះតែធ្វើតាមគ្នាបើមួយដាំសាឡាត់ហើយកុំសាឡាត់តាមគ្នាគួរតែស្ពៃគួរតែឆៃថាវបើមួយមន់ហើយកុំដាំកុំចំមន់តាមគ្នាទៅធ្វើអីឲ្យមានពិពិធកម្មនៅក្នុងកសិកម្មពិពិធកម្មនៅកសិកម្មពិពិធកម្មប្រែមកថាច្រើនមុខច្រើនបែបច្រើនយ៉ាងពីព្រោះការទទួលទានអាហាររបស់យើងសប្តាហ៍ថ្ងៃយើងត្រូវការបន្លែផ្លែឈើត្រីសាច់នេះគឺជាសម្រាប់ការលើកកម្ពស់សុខភាពផងហើយលើកកម្ពស់សេដ្ឋកិច្ចផងសេដ្ឋកិច្ចដែលល្អបំផុតលោកថាគឺសេដ្ឋកិច្ចផលិតគាត់ថាយើងបើកាលណាយើងផលិតអីមិនបានចេះតែទិញអញ្ចឹងទៅរូបិយប័ណ្ណកាលណាយើងទិញច្រើនចេញទៅក្រៅប្រទេសធ្វើយ៉ាងដូចម្ដេចឲ្យរូបិយប័ណ្ណហូរចូលកម្ពុជាឲ្យច្រើនដើម្បីជំរុញកសិកម្មយើងទៅជាកសិកម្មទំនើបជំរុញពាណិជ្ជកម្មយើងទៅជាពាណិជ្ជកម្មសេរីហើយប្រកបដោយសណ្ដាប់ធ្នាប់ទៀតបាទលោកកូឡាយើងបញ្ចប់រឿងនេះត្រឹមនេះដោយសារថាយើងមានសេចក្តីសង្ឃឹមថានៅពេលដែលប្រមុខរដ្ឋាភិបាលលោកមានទំនាក់ទំនងជាមួយនឹងគណៈការក្នុងការជួយអភិវឌ្ឍជនបទអញ្ចឹងយើងសង្ឃឹមថាយើងនឹងបានផ្លាស់ប្ដូរប្រែមុខមាត់អ្នកជនបទបន្ថែមទៀតដើម្បីបង្កើនកម្រិតជីវភាពដើម្បីពង្រួញនៅអ្វីដែលយើងលោកកូឡាលើកឡើងមិញថាពីគម្លាតរវាងអ្នកមានអ្នកក្រហ្នឹង